អាល្លឺម៉ង់ចាប់ផ្ដើមបេសកកម្មនៅ Greenland ក្នុងនាមជាអង្គការ NATO រារាំងដល់មហិច្ឆតារបស់ប្រធានាធិបតីត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្ដោតអារម្មណ៍ទៅលើការកាន់កាប់កោះអាកតិកដែលគ្រប់គ្រងដោយខ្លួនឯងកាន់តែខ្លាំងឡើងបន្ទាប់ពីការវិឆ្មក់របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះដើម្បីចាប់យកមេដឹកនាំផ្ដាច់ការវេណេស៊ុយអេឡាប៉ុន្តែអធិការបតីរងអាល្លឺម៉ង់បានអំពាវនាវឲ្យសហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់ Greenland និងច្បាប់អន្តរជាតិនៅមុនពេលធ្វើដំណើរទៅកាន់រដ្ឋធានី Washington នាពេលខាងមុខនេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានចិន South China Morning Post អាល្លឺម៉ង់នឹងស្នើបង្កើតបេសកកម្មរួមគ្នារបស់អង្គការ NATO ដើម្បីត្រួតពិនិត្យនិងការពារផលប្រយោជន៍សន្តិសុខនៅតំបន់អាកតិកក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិកជុំវិញការគម្រាមកំហែងរបស់ក្រុង Washington ក្នុងការបញ្ចូល Greenland ទៅជារដ្ឋរបស់សហរដ្ឋអាមេរិកនេះបើតាមមនុស្សពីរនាក់ដែលដឹងអំពីផែនការរបស់រដ្ឋាភិបាលបេសកកម្មរបស់អង្គការ NATO ឈ្មោះ Baltic Sentry បានចាប់ផ្ដើមកាលពី1ឆ្នាំមុនដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងសមុទ្រ Baltic ដែលអាចបម្រើជាផែនការសម្រាប់បេសកកម្មថ្មីនេះដោយនឹងរាប់រួមបញ្ចូលកោះ Greenlandប៉ុន្តែប្រភពអ្នកស្និទ្ធនិងរដ្ឋាភិបាលទាំងនេះបានបដិសេធបង្ហាញអត្តសញ្ញាណពិភាក្សាអំពីផែនការសម្ងាត់នេះបណ្ដាប្រទេសមួយក្រុមនៅអឺរ៉ុបដឹកនាំដោយចក្រភពអង់គ្លេសនិងអាល្លឺម៉ង់កំពុងតែពិភាក្សាអំពីផែនការវត្តមានយោធានៅ Greenland ដើម្បីបង្ហាញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដឹងថាទ្វីបមួយនេះពិតជាយកចិត្តទុកដាក់ចំពោះសន្តិសុខតំបន់អាកតិកហើយព្យាយាមលុបបំបាត់នៅការគំរាមកំហែងរបស់សហរដ្ឋអាមេរិកនៅក្នុងការដណ្ដើមកាន់កាប់ទឹកដីរបស់ដាណឺម៉ាកដែលកំពុងតែគ្រប់គ្រងដោយខ្លួនឯងស្របគ្នានេះដែរលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបានជំរុញដាច់ដោយឡែកពីគ្នាដល់សម្ព័ន្ធមិត្តឲ្យបង្កើនវត្តមានសន្តិសុខរបស់អឺរ៉ុបនៅក្នុងតំបន់ខ្ពង់រាបភាគខាងជើងហើយថ្មីនេះបានតាក់ទងទៅមេដឹកនាំនានារួមទាំងប្រធានាធិបតីបារាំងលោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Friedrich Merz ដើម្បីពិភាក្សាអំពីបញ្ហានេះ